บសួរសូមស្វាគមន៍មកកាន់ Channel សវណ្ណេទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំសូមធ្វើការបង្ហាញអំពីរបៀបសំពះរបស់ខ្មែរយើងដែលមានចំនួន5របៀបទៅកាន់អ្នកទាំងអស់គ្នាដើម្បីសិក្សាស្វែងយល់ការសំពះរបស់ខ្មែរយើងគឺមានទម្រង់ទន់ភ្លន់ក៏ដូចជាមានអាយុកាលនៅក្នុងប្រពៃណីវប្បធម៌របស់យើងយូរលង់ណាស់មកហើយការសំពះនេះផងដែរគឺបង្ហាញអំពីលក្ខណៈដែលយើងគោរពទៅកាន់អ្នកដទៃទៀតក៏ដូចជាការប្រតិបត្តិបែបវប្បធម៌នៅក្នុងប្រទេសយើងផងដែរដូច្នេះហើយកុំឲ្យខាត់ពេលយូរយើងចូលទៅដល់ការសិក្សាអំពីរបៀបសំពះរបស់ខ្មែរដែលមាន5ប្រភេទដូចតទៅទី1គឺការសំពះត្រឹមទ្រូងការសំពះត្រឹមទ្រូងនេះគឺយើងធ្វើការគោរពចំពោះអ្នកដែលមានវ័យក៏ដូចជាឋានៈទាបជាងឬមួយក៏ស្មើគ្នាហើយអ្នកដែលមានអាយុសកលគ្នាក៏យើងធ្វើការសំពះត្រឹមទ្រូងនេះដែរទី2គឺការសំពះត្រឹមបបូរមាត់ការសំពះត្រឹមបបូរមាត់នេះគឺយើងធ្វើគោរពចំពោះអ្នកដែលមានវ័យនិងមានឋានៈខ្ពស់ជាងទី3គឺការសំពះត្រឹមចុងច្រមុះយើងគោរពចំពោះឪពុកម្ដាយជីដូនជីតានិងគ្រូបាធ្យាយទី4ការសំពះត្រឹមប្រជុំចិញ្ចើមឬចុងចិញ្ចើមការគោរពបែបនេះគឺយើងធ្វើចំពោះព្រះមហាក្សត្រព្រះសង្ឃនិងវត្ថុដែលមានភាពខ្ពង់ខ្ពស់ឧត្តុង្គឧត្តមផ្សេងៗចុងក្រោយបង្អស់ទី5គឺសំពះត្រឹមថ្ងាសយើងសំពះបែបនេះគឺគោរពចំពោះព្រះត្រៃបិដកឬការបួងសួងផ្សេងៗបាទជាចុងក្រោយគឺជាការសំណូមពរគឺសូមឲ្យបងប្អូនទាំងអស់គ្នាធ្វើការសំពះទៅតាមប្រពៃណីវប្បធម៌របស់យើងដែលបានចែងទុកក៏ដូចជាអភិរក្សនិងរក្សាប្រពៃណីវប្បធម៌ជាតិខ្មែររបស់យើងតាមរយៈការគោរពគ្នានេះឲ្យបានខ្ជាប់ខ្ជួនអរគុណច្រើនសម្រាប់ការតាមដាន Channel សវណ្ណេតជួបគ្នាជាមួយនឹងវីដេអូក្រោយ